គាត់នឹងអ្នកចេះអ្នកដឹងអូនអីកលែកមើលមុខដឹងថាលោកចេះដឹងទៀតគាត់នឹងនាយកសាលាតើអូយកសាលាទៀតអូយមិនងាយបានជួបទេឲ្យចុះក្តោបម្លឹងឃើញអត់ថត់ដង្ហើមទេអីទៅជំរាបសួរឲ្យគៀកហ្មងហ្នឹងចាជំរាបសួរលោកនាយកអីម្ចាស់បងហើយចុះនាយកសាលាបងឯងដូចធុងត្បៀតម៉េះត្បៀតម្លឹងគៀបក្របអស់ហូចជំរាបសួរធ្វើអីហាអត់ឲ្យជំរាបសួរមិនកន្លោអូនមានកូនមានចៅយកតែផ្ញើគាត់និយាយមកចឹងនាយកសាលាឆទៀនណអូចឹងហីអីដូចកន្លោះទី2ចឹងបានចង់ជំរាបសួរអូនកន្លោះទី2តកែក្រុមហ៊ុនអូយមានធំហើយការងារធំទៀតតកែក្រុមហ៊ុនអូនណាក្រុមហ៊ុនខាងអីម្ចាស់បងក្រុមហ៊ុនជីងហាប់ក្រុមហ៊ុនហាក់ចាប់ភីងហ្នឹងវាអាណាគេអត់កន្លោះលេងអូការងារគេអត់កន្លោះហ៎ណាអត់កន្លោះលេងទេចាសុំទោសបងអូនប្រុសបងច្រឡំមាត់អូយកន្លោះទី3អីចាកន្លោះទី3លោកអើយអញញឹមស្រស់ណាមុខភ័យអមកទេនេះកន្លោះទី3អ្នកចំនួនជួញដូរធំណាស់អូនសិតតែការងារធំអូយមិនជួញត្រឹមស្រុកខ្មែរយើងទេចាលោកចេញចូលដល់ប្រទេសគេបងណាដល់ឥណ្ឌាហីបានឆ្ងាយមែបងដល់ឥណ្ឌាចាអូយនាំចេញនាំចូលចាបងគេហៅអាហរ៉ននេះហរ៉នអញ្ចឹងហ៎ហ្នឹងហើយផ្នែកអីបងលក់មុងឲ្យភួយលក់មុងភួយមិនថាជួញដូរធំម្ចាស់បងអូយស្មាមុងភួយថោកណាស់គេមិនលក់ម្ដង1 2ណាអូដឹកម្ដងមួយឡានមែនបងអូនប្រុសបងសួរលេងសោះបញ្ជាក់ដែរអូយចំណាយ3អង្គខាងនេះ3អ្នកខាងនេះក៏មិនធម្មតាដែរបាទម្ចាស់បងស្អាតណាស់ស្អាត3អ្នកខាងនេះលោកមេបាដាក់ងារថាអញ្ចេះអូនថាមិនខ្លះម្ចាស់បងកញ្ញាទី1លោកមេបាដាក់ងារថានាងកែវនាងកែវអូយទី2នាងកងនាងកងទី3នាងមាសកែវកងមាសអូយទី4ឯនេះទី4នាងពេជ្រអូនណាស្រស់ស្អាតណាស់ម្ចាស់បងអូយខាងនេះកន្លោះទី1នឹងគេហៅទឹកជ័យលោកប្រុសជ័យអើយក្អីគេប្រប៉ុណ្ណាណៃមកចង់អង្គុយត្បៀតតែខាងស្ដាំអញ្ចឹងកន្លោះទី2គេហៅទឹកសួរលោកប្រុសសួរចិត្តតលាយជ្រកកថែកយកមកមហឹងអូយកន្លោះទី3គេហៅទឹកមានអូនណាទឹកមាននេះត្បៀតយកហ្មងហ្នឹងហើយចាឥឡូវចេះចុះម្ចាស់បងកុំឲ្យយូរការតាន់ចូលសួរនាងកៅនាងកងនាងមាសទៅអញ្ចឹងចាឲ្យបងចូលមុនចាចូលឥឡូវនឹងបងចាំកាលអៀនសឹងអីកុំអៀនអញ្ចឹងចូលហើយណាចាបងបាទជំរាបសួរកញ្ញាទី1បាទសុខសប្បាយទេអូនសុខសប្បាយផងដែរអូស្រស់ណាស់អូនសុខបងរួចមានឈ្មោះដែរអូនឈ្មោះដែរអូនឈ្មោះសុភីអូល្អណាស់អូនចាឈ្មោះសិតតែល្អពីរោះណាស់ចាហើយរៀនសូត្រថ្នាក់ទីប្រមាណទីប្រមាណដែរអូនខ្ញុំឆ្នាំទី2ហើយអូឆ្នាំទី2ហើយហើយចុះអាយុប្រមាណឯបងអាយុប្រមាណឯអូន18ឆ្នាំទី2ហើយអូចុះតម្រាំអាយុ50ដល់ឆ្នាំទីប្រមាណតើសួរលោកមេបាមិនដឹងអើយស្គាល់តាលោកផាឡាមហាសម្បត្តិទេអូនស្គាល់ទេក៏អត់អូនអត់ផងអូនអូពូឯងសួរច្រើនពេកឆ្លើយអត់ត្មងដេញចេញសួរកញ្ញាទី2អាកញ្ញាទី2បានគេស្គាល់អូនណោះចាបងបាទជំរាបសួរកញ្ញាទី2សុខសប្បាយទេអូនសុខអូសុខតើអូនចារួចមានតួនាទីជាអ្វីដែរថ្ងៃនេះជេដាអូនអ្នកកដោមិនបងអ្នកកដោអ្នកកំដរហ្នឹងអីទេវតាចង់កលាស់មិនទេនេះជំរាបសួរកញ្ញាទី3សុខសប្បាយទេអូនសុខអត់អូននេះយើងខ្សោយសោយបងនឹងរួចស្គាល់តាលោកផាឡាមហាសម្បត្តិទេអូនស្គាល់អត់អូនស្គាល់ចិត្តដល់ណាអូនចាអូចិត្តដល់ហើយតាអូនអូគាត់ថាម្ដុំភូមិខាងណោតាមពិតនៅខាងនេះសោះនឹងឥឡូវដៃចូលសួរម្ដងកន្លោះទី3គ្រាន់តែថានៅម្ដុំភូមិវែងនេះអង្គុយកេះកញ្ចក់ដៃបងអើយចង់តបៅអស់ហើយឥឡូវចូលហើយចូលហើយហ៎ប៉ុនសភាពទៀតចាចូលហើយសភាពទៅអាគៀកចាចូលទៅហើយអាកលុកលុកអាកលូលូលូអាទុកបានយូរអាឈីក្រក់អស់សភាពអូយហេតុតែគ្រាន់តែប៉ះប្រប៉ុណ្្នឹងត្បៀតទៅនេះត្បៀតម្លឹងពេកដូចមិនកើទេអីហើយសួរគាត់ទៅចាជំរាបសួរលោកប្រុសទី1តើអង្គុយនឹងទូនាទីធ្វើអីដែរបាទអ្នកកដោបាទតួនាទីអ្នកកំដរជាអ្នកកំដរអង្គរៈអូនជាអង្គរៈអហើយចូលមានយកអាវុធមកតាមអត់ចុះយកអត់មានហ៎អង្គរៈប្រប៉ុណ្ណានេះអត់មានអាវុធមកទេនេះសួរម្ដងទៀតសួរមួយម៉ាត់ទៀតបើអត់យកមកតាមអស់ដៃឆែកតិចគេឆែកប្រាប់ចង់ឲ្យបងឆែកឬមកក៏យកមកតាមយកតើតែសុំឆែកចង់លាក់តាចាហើយចុះអាវុធលោកប្រុសនោះវែងមួយក៏ខ្លីប្រាប់ត្រង់
vậy អីអត់ឆ្លើយដល់ឆ្លើយវែង តែយកវែងមកអញ្ចឹងពិបាកទុកពិបាកដាក់ក្បាត់ខាងមុខឬមួយក៏ខាងក្រោយដែរអូន ប្រាប់ត្រង់ khang cào អីអាវុធស្អីយកមកដាក់ខាងក្រោយហើយចង់អង្គុយមួយថ្ងៃហ្នឹងអត់ខ្លាចគៀបគ្រាប់ទេអីដាក់គ្រាប់មកប្រហែលដែរថ្ងៃហ្នឹង ប្រាប់ត្រង់បាទប្រហែលគ្រាប់អូន pi 2 គ្រាប់បាញ់បាន2 គ្រាប់ ដង តិចមែនអ្វី ចាមួយកន្លះទី3សោចគេចង់ហៀទឹកភ្នែកចាំមកជានេះជំរាបសួរឥឡូវចេះចុះបងសួរសរុបត្មង សរុបហ្មង 3នាក់នេះអ្នកណាធំជាងគេឆ្អល់ឲ្យចំ 3នាក់ អីឆ្អល់លឿនម៉េះ ទីប្រហែលអូន សង្ស័យនេះឲ្យធំជាងគេពាក់អាវចង់ប្រេះឡេវ ឥឡូវសួរសាក់មើ ចា ល ជំរាបសួរបងអូន បាទ ហើយចុះ3នាក់នេះអ្នកណាទូជាងគេដែរអូន បាទទីប្រហែលអូន បងទី ដែរហ៎ 3ចាជំរាបសួរអូន បាទ ហើយចុះ3នាក់ហ្នឹងអ្នកណាវែងជាងគេ អេ ចុងគេហើយចុះខ្លីជាងគេនៅខាងណាវិញ ទីប្រហែលទៅ ខ្ញុំអូសួរចាំខ្ញុំ ស្រីទេបាប់ស ចាម្ចាស់បងយើងក៏មិនអាចលេងសើចបានយូរដែរបងឯងកលែងតែមើលអមសងខាង ហ្នឹងហើយ បងឯងកលែងតែមើលកូនប្រុសកូនស្រីឯនេះវិញ អូនឯងមើលកូនប្រុសណោ ចាកូនប្រុស ហ្នឹងហើយបណ្ឌិត បណ្ឌិតគូនិងកូនស្រី បញ្ញពិតកល្យាណនៃស្រីគ្រប់លក្ខអូនណា ចាបង អូយសំលៀកបំពាក់ ស័កសមគ្នាទៀតបងអើយ តុបតែងដោយសំអាងការគីមលេងហ្គោលអូនណាស្អាតណាស់ ភ្លឺចែងចាំងល្អណាស់ម្ចាស់បង នឹងហើយគេហៅថាកុលបុត្រកុលធីតាដល់គំរូសម្រាប់ប្អូនចំនួនក្រោយ ចា ចេះថែរក្សាកិត្តិយសគេឈ្មោះដល់ឧត្តមឧត្តមបានរៀបចំមង្គលការទៅតាមប្រពៃណីពីបុរាណបានល្អណាស់ ល្អណាស់បង គេហៅថាអតិចិត្តបុត្រ ចាបង ល្អបំផុតកម្រនឹងរកបានអូនណា มันងាយរកបានទេដោយកូនមាសកូនពេជ្រអញ្ចឹង សូមសរសើរគាត់មួយបទទៅអូន ចា ណា